ជនបង្កដើរតួកំសត់ហើយចោទជនរងគ្រោះពិតប្រាកដថាជាអ្នកបង្កថៃជាជនបង្កកម្ពុជាជាអ្នករងគ្រោះប៉ុន្តែថៃបែរជាចោទប្រកាន់កម្ពុជាថាជាជនបង្កហើយប្រកាសប្រាប់អន្តរជាតិថាគេជាជនរងគ្រោះគួរឲ្យសោកស្ដាយបំផុតដែលថៃលែងគិតគូរពីភាពថ្លៃថ្នូរគិតតែចង់ឈ្នះទាំងបំពេញបន្ទាប់ពីថៃឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាគេថែមទាំងបានធ្វើការគំរាមដាក់សម្ពាធហើយគេទៅប្រកាសប្រាប់អន្តរជាតិនិងប្រាប់ទៅទូតទាំងអស់ក្នុងប្រទេសរបស់គេថាកម្ពុជាគឺជាអ្នកឈ្លានពានមុនសូមបញ្ជាក់ផងដែរថាកម្ពុជាក៏មានមាត់ដែរបូករួមជាមួយនឹងភស្តុតាងជាក់ស្ដែងសម្រាប់បង្ហាញទៅកាន់ពិភពលោកដោយនៅព្រឹកថ្ងៃទី17មិថុនាឆ្នាំ2025លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញទូត27ប្រទេសមកពន្យល់អំពីការវិវត្តនៃស្ថានភាពបញ្ហាព្រំដែនកម្ពុជាថៃសូមបញ្ជាក់អំពីសារៈបាននៃវិវាទកម្ពុជាថៃគឺបានកើតឡើងនៅព្រឹកថ្ងៃទី28ឧសភាឆ្នាំ2025បណ្ដាលមកពីកងទ័ពថៃបានលបលួចចូលមកឈ្លានពានលើទឹកដីកម្ពុជានៅតំបន់មុំ3ដោយទាហានថៃបានវាយប្រហារមុនមកលើទាហានខ្មែរធ្វើឲ្យទាហានខ្មែរម្នាក់គឺលោកសួនរ៉នដែលជាកម្លាំងការពារបរណភាពដែនដីខ្មែរបានពលីជីវិតបន្ទាប់ពីហេតុការណ៍បានកើតឡើងភាគីថៃបែរជាចោទកម្ពុជាថាជាអ្នកផ្ទុះអាវុធមុនហើយថៃធ្វើទង្វើឯកតោភាគីជាបន្តបន្ទាប់យ៉ាងកក្លឿនដូចជាកាត់បន្ថយម៉ោងបើកច្រកព្រំដែនដោយឯកតោភាគីគម្រាមផ្ដាច់អ៊ីនធឺណិតនិងឈប់ផ្គត់ផ្គង់អគ្គិសនីមកឲ្យកម្ពុជាជាដើមជំរុញឲ្យទំនាក់ទំនងកម្ពុជាថៃនិងស្ថានភាពតាមព្រំដែនកាន់តែមានភាពតានតឹងឡើងឆ្លើយតបទៅនឹងទង្វើប្រមាថមើលងាយដល់កក្លឿនយ៉ាងងងឹតរបស់ថៃរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញនូវវិធានការនានាលើការដ្ឋានយោធាការទូតនិងច្បាប់ក៏ដូចជាវិធានការរដ្ឋបាលការបិទច្រកដូងការបិទឈប់ឲ្យនាំបន្លែនិងផ្លែឈើទូទាំងព្រំដែនថៃចូលកម្ពុជាការឈប់ទិញអ៊ីនធឺណិតពីប្រទេសថៃការឈប់បញ្ចាំងខ្សែភាពយន្តថៃព្រមទាំងវិធានការត្រៀមនានាដើម្បីការពារផលប្រយោជន៍និងកិត្តិយសរបស់ប្រជាជាតិខ្មែរវិធានការទាំងនេះគឺធ្វើឡើងដើម្បីការពារនៅភាពយុត្តិធម៌ភាពត្រឹមត្រូវសុចរិតភាពប្រយោជន៍និងសេចក្តីថ្លៃថ្នូររបស់ជាតិនិងប្រជាជនកម្ពុជាស្របពេលនេះផងដែរកម្ពុជាបានបញ្ជូនសំណុំរឿងដែលពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែនកម្ពុជាថៃនៅតំបន់មុំ3ប្រាសាទតាក្របីប្រាសាទតាម៉ុនតូចនិងប្រាសាទតាម៉ុនធំទៅតុលាការអន្តរជាតិ ICJ ក្នុងគោលបំណងដោះស្រាយវិវាទព្រំដែនកម្ពុជាថៃប្រកបដោយសន្តិវិធីកម្ពុជាត្រូវការតែយុត្តិធម៌ភាពត្រឹមត្រូវភាពច្បាស់លាស់មួយក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាងដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយនៅតែបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នាកម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិនិងសន្តិភាពកម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែ1មីលីម៉ែត្រប៉ុន្តែកម្ពុជាក៏មិនអោយនរណាយកដីកម្ពុជាសូម្បីតែ1មីលីម៉ែត្រដែរកម្ពុជាសូមស្នើឲ្យបណ្ដាប្រទេសនានាលើសកលលោកឬអន្តរជាតិលើកទឹកចិត្តឲ្យថៃមានសេចក្តីក្លាហាននិងការទទួលខុសត្រូវប្រកបដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរស្របតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃដែលអះអាងថាប្រជាជាតិថៃជាប្រជាជាតិដែលមានកិត្តិយសការទទួលខុសត្រូវសេចក្តីថ្លៃថ្នូរនិងតម្លៃ